ស្វាគមន៍បងប្អូនមកកាន់វីដេអូដំណើរកម្សាន្តទៅលេងប្រទេសម៉ាឡេស៊ីចាបើសិនជាបងប្អូនដែលធ្លាប់មើលវីដេអូខ្ញុំទៅលេងប្រទេសសិង្ហបុរីហើយខ្ញុំបានប្រាប់បងប្អូនថាបងប្អូនរងចាំទស្សនានៅវីដេអូបន្ទាប់គឺយើងនឹងឆ្លងទៅប្រទេសខាងម៉ាឡេស៊ីចាឥឡូវនេះគឺយើងបានមកដល់ប្រទេសម៉ាឡេស៊ីហើយចាគ្រាន់តែឲ្យបងប្អូនរងចាំហ្នឹងគឺថាវីដេអូហ្នឹងគឺជិត1ឆ្នាំហើយខែក្រោយនេះគឺ1ឆ្នាំតែម្ដងនិយាយទៅគឺថារវល់គ្មានពេលកាត់វីដេអូហ្នឹងទេហើយបើថាទុកទៀតគឺប្រកាសជាអត់បានផុសជូនបងប្អូនទៀតទេចាឥឡូវនេះគឺព្យាយាមកាត់វីដេអូហ្នឹងដើម្បីឲ្យបងប្អូនទស្សនាហើយក៏ទុកជាអនុស្សាវរីយ៍សម្រាប់ខ្លួនឯងដែរឥឡូវនេះគឺយើងចូលមកដល់ទឹកដីប្រទេសម៉ាឡេស៊ីណាបងប្អូនហើយដំណើរកម្សាន្តទី1កន្លែងដែលយើងត្រូវទៅហ្នឹងគឺក្នុងព្រះវិហារចាសម្រាប់ព្រះវិហារនេះគឺធំណាបងប្អូនហើយមានបងប្អូនដែលជនជាតិគាត់កាន់សាសនាបានចូលមកគោរពនៅក្នុងព្រះវិហារនឹងអញ្ចឹងណាបងប្អូនហើយយើងក៏បានចូលទៅលេងនៅក្នុងនឹងដែរដើម្បីថតរូបទុកជាអនុស្សាវរីយ៍ហើយបន្ទាប់ពីយើងចេញពីព្រះវិហារនឹងហើយក៏បានបន្តទៅមកកន្លែងទៀតនេះគឺកន្លែងទីលានឯករាជ្យនៅក្នុងប្រទេសម៉ាឡេស៊ីនឹងហ្មងហើយមកដល់កន្លែងនេះគឺថាខ្ញុំពោលឡានខ្ញុំអត់បានដើរច្រើនថតពេញនឹងទេបងប្អូនកន្លែងហ្នឹងក៏រៀងធំដែរតែអត់បានដើរទៅមើលក្លុកក្លៀតកន្លែងណាឆ្ងាយទេដោយសារតែពុលឡានជិះច្រើនម៉ោងពេកយើងចេញពីប្រទេសសិង្ហបុរីមកប្រទេសម៉ាឡេស៊ីហ្នឹងគឺប្រទេសជាប់គ្នាដល់ពេលអញ្ចឹងគឺគេអត់ជិះយន្តហោះទេគេជិះឡានអញ្ចឹងណាបងប្អូនអញ្ចឹងគឺថាជិះដូចជា5 6ម៉ោងគឺយូរមែនតើហើយខ្ញុំពុលឡានហើយដល់ពេលអញ្ចឹងទៅអស់ខ្យល់ហើយមកដល់នេះគឺបុយចាប់ដើមកាន់កាមេរ៉ាម្ដងហើយខ្ញុំលែងកាន់កាមេរ៉ាហើយរៀងពិបាកមើលតិចណាបងប្អូនដោយសារតែបុយអ្នកកាន់កាមេរ៉ាអញ្ចឹងណាហើយចេះតែយកមកកាត់ដាក់បន្តចូលវីដេអូទៅដើម្បីឲ្យមានវីដេអូនៅទីតាំងកន្លែងដែលយើងបានទៅអញ្ចឹងណាចាហើយបន្ទាប់ពីយើងនៅកន្លែងទីលាននឹងហើយយើងក៏បានទៅកន្លែងហាងសូកូឡាទៀតបងប្អូនតែចូលដល់កន្លែងហាងសូកូឡាហ្នឹងគឺសបាយភ្លក់ហ្មងអត់មានបានថតនៅក្នុងហាងគេទេគេហុចគ្រប់រសជាតិឲ្យយើងភ្លក់តែពេលចេញមកក្រៅក៏ឃើញដើមកាកាវដើមកកាវហ្នឹងបងប្អូនគាត់ថាដើមកកាវហ្នឹងហើយដែលគេយកទៅធ្វើសូកូឡាអញ្ចឹងណាបងប្អូនហើយខ្ញុំក៏ទើបតែស្គាល់ដែរទេហើយបន្ទាប់មកបងប្អូនខ្ញុំមានរឿងមួយចង់និយាយប្រាប់បងប្អូនពេលបន្ទាប់ពីយើងចេញពីកន្លែងហាងសូកូឡាហ្នឹងហើយយើងទៅញ៉ាំបាយហើយក៏គេបាននាំយើងទៅសណ្ឋាគារពេលដែលទៅដល់សណ្ឋាគារគឺមានរឿងហួសចិត្តតែម្ដងគឺបងប្អូននេះពេលដែលខ្ញុំចូលទៅឡើងទៅសណ្ឋាគារហ្នឹងគឺខ្ញុំអត់បានថតទេនេះគឺខ្ញុំចុះមកវិញហើយគឺនាំគ្នារត់ចុះមកវិញដោយសារតែលឺសារ៉ែនរោបងប្អូនហើយតាមមហឹកហ្នឹងមានរំជួយដីខាងប្រទេសចៅដែរបងប្អូនដឹងស្រាប់ហើយអាពេលផឹកហ្នឹងហើយដល់ពេលស្រាប់តែទៅដើរលេងហ្នឹងលឺសារ៉ែនទៀតនាំគ្នារត់ចុះមកហើយមិនមែនតែម្ដងទេណាបងប្អូនឡើង2 3ដងនេះវីដេអូនេះគឺលក្ខណៈថាខ្ញុំថត2 ដង 3 ដងចូលគ្នាណាបងប្អូនមានអ៊ំពូមីងខ្លះគាត់ដោះអាវដោះស្បែកជើងយួរតែវ៉ាលីមកសក់ជាប់សាប៊ូជាប់អីចឹងមកអស់ហើយបងប្អូនហើយដល់ពេលអញ្ចឹងទៅរោរហូតរោងាករោនាំគ្នាលេងភ័យបណ្ដោយនាំគ្នាដើរផ្សាររាត្រីវិញម្ដងយកតាសម្ភារៈសំខាន់ចាំបាច់នៅជាប់ខ្លួនមកដើរមើលផ្សាររាត្រីទិញអីញ៉ាំវិញព្រោះរឿងហ្នឹងគឺវាមិនមែនដោយសាររំជួយផែនដីឬក៏ភ្លើងឆេះអីទេគឺដោយសារផ្សែងបារីហើយដល់ពេលអញ្ចឹងទៅខាងសន្តាគារហ្នឹងវាជាប់អារោសារ៉ែហ្នឹងទៀតវាជាប់នៅនឹងរហូតរោមកផ្លែត3 4 ដងអញ្ចឹងក៏យើងនាំគ្នាមកដើរផ្សាររាត្រីវិញទៅចាគឺមូលហេតុគឺដោយសារផ្សែងបារីទេហើយនៅពេលដែលយើងដើររសាររាត្រីទៅក៏យើងឃើញមិនដឹងថាតារាប្រទេសជប៉ុនឬក៏អីទេគាត់បានមកដើរលេងសាររាត្រីហើយគេថតវីដេអូថតអីពេញហ្នឹងអញ្ចឹងណាចាហើយក៏មើលគេមើលឯងដែរអញ្ចឹងទៅចាបន្ទាប់មកយើងក៏ចេះតែដើរមើលភ្លក់នេះភ្លក់នោះអូយនិយាយទៅស្វាយញ៉ាំបងប្អូននៅក្នុងប្រទេសម៉ាឡេស៊ីខ្ញុំរីកមិនឲ្យបងប្អូនទៅលេងហ្មងហើយប្រទេសម៉ាឡេស៊ីដឹងស្រាប់ហើយចាមួយរយៈនេះគឺគាត់បានជួយជ្រោមជ្រែងដោះស្រាយទៅលើសង្គ្រាមនៅប្រទេសយើងដែរចាចឹងយើងងាកមកលេងប្រទេសម៉ាឡេស៊ីឬក៏ប្រទេសសិង្ហបុរីប្រទេសផ្សេងទៀតដែលមិនមែនជាប្រទេសចៅទៅបងប្អូនហើយនៅក្នុងប្រទេសម៉ាឡេស៊ីនេះរបស់ញ៉ាំអីគឺធូរថ្លៃមែនតើនៅក្នុងក្រុងដូចទៅនៅភ្នំពេញយើងដែរទេដូចមាត់ទន្លេអីចឹងតម្លៃនៅក្នុងតំបន់ទេសចរប្រហែលគ្នាមិនថ្លៃទេហើយយើងបានផ្លែកភ្នែកផ្លែកអីចឹងណាបងប្អូនចាឥឡូវនេះយើងបន្តដំណើរដើរទៅមើលពេញនឹងទៀតទៅកន្លែងណាដែលយើងមើលទៅចាប់អារម្មណ៍ថារបស់ប្លែកយើងអត់ដែលបានញ៉ាំអត់ដែលបានសាកអីចឹងយើងក៏ទិញទៅចាព្រោះតម្លៃដូចខ្ញុំបានបញ្ជាក់ចឹងគឺអត់ថ្លៃទេធូរថ្លៃដែរឥឡូវនេះមកឃើញស្ទ្រូប៊េរីស្លក់ស្ករបងប្អូនផ្លែឈើស្លក់ស្ករហ្នឹងអូយយូរនិយាយលេងចង់ច្បាស់ហ្នឹងហើយក៏ទិញឲ្យបុយញ៉ាំ
ហើយសម្រាប់វីដេអូនៅក្នុងថ្ងៃទី1នៅក្នុងប្រទេសម៉ាឡេស៊ីនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនបានបន្ទាប់ពីយើងដើរទិញរបស់ញ៉ាំនៅក្នុងសារីត្រីហើយក៏ជួបបងដែលគាត់ទៅដើរលេងធួជាមួយគ្នាហ្នឹងក៏ចែកលេងមួយគាត់ញ៉ាំអីជុំគ្នាជាមួយពួកគាត់ទៅខ្ញុំក៏បានថតទៀតដែរអញ្ចឹងសម្រាប់វីដេអូបន្ទាប់បងប្អូនចាំរងចាំទស្សនានៅថ្ងៃទី2នៅក្នុងប្រទេសម៉ាឡេស៊ីទាំងអស់គ្នាណាអរគុណច្រើនបាយបាយ